សួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងឆ្នាំ2026នេះយើងដឹងហើយថាប្រទេសរបស់យើងចាប់ពីម៉ោង00កាលពីយប់មិញរំលងអាទិត្យហ្នឹងគឺបានដាក់ដំណើរការនៅប្រព័ន្ធ 5G អ៊ីនធឺណិត 5G ដែលមានល្បឿនលឿនជាង 4G ហ្នឹងឲ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញនិងតាមតំបន់មួយចំនួនហើយនឹងមានការពង្រីកបន្តទៀតដែលមាន Smartphone Cell Card ព្រមទាំង Smart អញ្ចឹងដើម្បីអាចកំណត់ថាទូរស័ព្ទយើងអាចបើកបានមិនបានឬក៏អាចប្រើ 5G បានមិនបានរបៀបមើលអ្នកខ្លះក៏គាត់បានដឹងហើយគាត់អាចរំលោភបានអញ្ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងអាចចូលមកដាក់តាមខ្ញុំទាំងអស់គ្នានេះខ្ញុំយក Android មកធ្វើហើយចាំខ្ញុំធ្វើនៅលើ iOS មួយទៀតឲ្យមើលអញ្ចឹងអ្នកនរនេះក៏ចូលមកកាន់ setting នេះ setting របស់យើងហ្នឹងយើងចូលមកកន្លែង mobile network នេះខៀវសញ្ញាព្រួយហ្នឹងយើងចុចចូលក្នុងហ្នឹងមកនៅពេលដែលយើងចុចចូលម្ដងហ្នឹងបន្ទាប់មកយើងយកពាក្យថា mobile data ទី2នេះយើងចុចចូលក្នុងហ្នឹងមកបន្ទាប់មកនេះអ្នកនរនេះឃើញគេដាក់ថា preferred network mode នេះអញ្ចឹងអ្នកនរនេះគាត់ទៅចូលមកខាងក្នុងហ្នឹងមកវាមានឲ្យយើងរើសហើយបើសិនជាអ្នកនរនេះរើសនៅ 4G អញ្ចឹងអ្នកនរនេះអាច support 5G បានគឺវាបញ្ជាក់ឡើងនេះយើងយក 5G ហ្នឹងមកអញ្ចឹងគាត់អ្នកនេះធ្វើការផ្លាស់ប្ដូរតែប៉ុណ្ណឹងហើយបើសិនជានៅតំបន់អ្នកនរនេះ support 5G អ្នកនរនេះនឹងឃើញវា load នៅខាងលើកន្លែងសេវាហ្នឹងវានឹងដាក់ថា 5G ហើយអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះអញ្ចឹងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណ